ការពីព្រឹកមិញគឺជាថ្ងៃទី14ខែ1ឆ្នាំ2012ឆ្នាំ2013នេះគឺនៅក្នុងរោងចក្រ Clipia តាមរបាយការណ៍យើងទទួលបានកម្មករជាង 90% បានធ្វើកោតកម្មចឹងប្រហែលជាជាង 4000 នាក់ហើយយើងរោងចក្រនេះយើងដឹងថាផលិតឲ្យទៅអាមេរិកនិងទៅអឺរ៉ុបដែលមានទីផ្សារ H&M មានអ្នកទិញច្រើននៅក្នុងនេះហើយតាមមើលទៅគឺថាមូលហេតុនៃការកោតកម្មគឺយើងដឹងថាដោយសារតែក្រុមហ៊ុននេះបានធ្វើទុកបុកម្នេញឬក៏រើសអើងសហជីពស៊ីកាដូរបស់យើងហើយយើងយកសហជីពសំអូនធ្វើជាសហជីពមួយដែលធ្វើការមួយក្រុមហ៊ុនអន័យថាធ្វើជាសហជីពមួយនៅក្រោមបង្គាប់ហើយកម្មកររបស់យើងបានតវ៉ាជាច្រើនដងទោះបីយ៉ាងណាក្រុមហ៊ុននៅតែបង្ហើយកន្តើយដោយជាក់ស្ដែងគឺកាលពីខែកន្លងទៅនេះគឺថាសមាជិកសហជីពស៊ីកាដូរហូតដល់ទៅជាង 3000 នាក់បានស្នើសុំឲ្យមានការកាត់ភាគទានដើម្បីបង់ចូលសហជីពប៉ុន្តែក្រុមហ៊ុនចុះបញ្ជីការសំទោសក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងហើយប៉ុន្តែក្រុមហ៊ុនមិនអនុវត្តទេហើយថ្មីក្រោយមកគឺថាអាជ្ញាកណ្ដាលបានកាត់ក្តីឲ្យក្រុមហ៊ុនបង់ឲ្យទៅកម្មករនៅពេលដែលធ្វើការថែមម៉ោងនោះក៏ក្រុមហ៊ុនមិនឲ្យដែរហើយពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាពនិងការបញ្ឈប់សហគមន៍សហជីពជាហោហែមកគឺថាមិនងាយនឹងការចរចាបានចូលទៅការដែរសូមគម្រាបបងប្អូនថាសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាមេកម្ពុជាហៅកាត់ថាស៊ីកាដូគឺនៅតែបន្តជាមួយបងប្អូនដល់រាមណាបងប្អូនអត់ឲ្យរត់ចូលជាមួយស៊ីកាដូណាបងប្អូនហើយការធ្វើកិច្ចការរបស់យើងនៅថ្ងៃនេះគឺយើងនឹងធ្វើរហូតដល់ម៉ោង 4 បានទេដើម្បីទាមទារសិទ្ធិសេរីភាពនៃការងាររបស់យើងតើហើយជាមួយគ្នាពេលនេះគឺថានៅក្នុងលក្ខខណ្ឌការងារមួយចំនួនក៏មិនទាន់ត្រូវបានដោះស្រាយហើយម្យ៉ាងទៀតគឺឲ្យសហជីពនោះគឺដើរនៅក្នុងក្រុមហ៊ុនដូចកាងដូចជាតំណាងឲ្យក្រុមហ៊ុនអញ្ចឹងធ្វើឲ្យកម្មករកាន់តែមិនសប្បាយចិត្តព្រោះគាត់យល់ឃើញថាសហជីពគឺជាការសម្រេចចិត្តរបស់គាត់ក្នុងការចូលហេតុអីបានជាទៅចុះកិច្ចព្រមព្រៀងទៅធ្វើអនុសញ្ញារួមជាមួយសហជីពនោះដែលកម្មករមិនបានពេញចិត្តហើយយើងដឹងហើយតាមជាក់ស្ដែងនៅពេលដែលយើងធ្វើការចរចាកាលពីថ្ងៃសៅរ៍យើងទទួលបានដំណឹងពេលយើងដាក់ធ្វើការតវ៉ាស្រាប់តែក្រុមហ៊ុននោះបានទៅចរចាជាមួយសហជីពផ្សេងទៅឲ្យប្រាក់ឈ្នួលកើនឡើងបានន័យថាឲ្យគុណសម្បត្តិទៅសហជីពនោះមានន័យថាវាជាល្បិចកលរបស់សហជីពមួយដ៏អាក្រក់ដែលមានការរើសអើងជាមួយនឹងកម្មករនិងសហជីពរបស់យើងនៅក្នុងការធ្វើការខ្ញុំបារម្ភខ្លាចក្រែងក្រុមហ៊ុនធ្វើបែបនេះទៅក៏មានអន្តរាយធំព្រោះកម្មករអត់សប្បាយចិត្តទេអញ្ចឹងយើងស្នើឲ្យក្រុមហ៊ុនគួរតែពិចារណាធ្វើការជាមួយយើងដោយសន្តិភាពដោយត្រឹមត្រូវដោយគោរពតាមច្បាប់ទាំងអស់គ្នានេះអ្វីដែលការកើតឡើងហ្នឹងហើយរោងចក្រផ្សេងៗទៀតមិនគួរបើធ្វើតាមគំរូនៅរោងចក្រនេះទេគឺថានៅពេលសហជីពឬក៏កម្មករមួយតវ៉ាទាមទារឬក៏ធ្វើការអីទៅឲ្យអ្នកផ្សេងវិញបានន័យថាកាន់តែបង្កចំនួនវាមិនខុសអីអំពីពេទ្យដែលអ្នកជំងឺនឹងកំពុងតែឈឺធ្មេញចង់ដៃខ្យល់ទៅចាក់ជើងទៅចាក់ថ្នាំព្យាបាលជើងបានន័យថាទោះបីយ៉ាងណាក៏វាមិនជាដែរវាតតែមើលទៅចំជំងឺដែលវានឹងកើតឡើងនេះគឺទស្សនៈរបស់ខ្ញុំនៅក្នុងកោតកម្មនេះហើយយើងនឹងបន្តជួយពួកគេធ្វើម៉េចឲ្យបានជោគជ័យហើយតាមយើងដឹងគឺកម្មករនឹងបន្តកោតកម្មរយៈពេលតតែបានជោគជ័យបានគាត់ចូលធ្វើការវិញហើយយើងក៏បានតាក់ទងជាមួយនឹងអ្នកបញ្ជាទិញអីយ៉ាងណាឲ្យគេតាមធ្វើពិនិត្យមើលក្រុមហ៊ុននេះផងធ្វើទាំងម៉េចឲ្យបញ្ចប់នៃការល្បិចកលឬក៏រើសអើងឬក៏ធ្វើទុកបុកម្នេញមកលើកម្មករនិងសហជីពតទៅទៀតឲ្យពួកគេងាកមកធ្វើការចរចាហើយចាប់ផ្ដើមធ្វើការជជែកភាសាគ្នាដោះស្រាយដោយសន្តិវិធីអញ្ចឹងនេះគឺជាចំហរបស់ស៊ីកាដូរបស់យើងបាទមូលហេតុគឺដោយសារតែក្រុមហ៊ុននឹងគាត់មិនគោរពកិច្ចព្រមព្រៀងរវាងសហជីពនិងក្រុមហ៊ុននៅថ្ងៃទី21ខែសីហាឆ្នាំ2012ហើយមួយទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនគាត់មិនអនុវត្តតាមសេចក្តីគម្រប់របស់ក្រុមហ៊ុនស្រាយអាហារដែលចុះថ្ងៃទី7ខែ2012ហើយនឹងមួយចំណុចទៀតពាក់ព័ន្ធនឹងរឿងដែលសកម្មជនសហជីពដែលក្រុមហ៊ុនបានបញ្ជុកឲ្យគាត់រួមយកចូលការវិញហើយមួយចំណុចទៀតដែលពាក់ព័ន្ធទៅនឹងរឿងស្ថានភាពកម្មករគឺគាត់ថាតែគាត់មានការបង្កើតគាត់ចង់បានប្រយោជន៍ដើម្បីទទួលផលប្រយោជន៍ពីក្រុមគ្រួសាររបស់គាត់ដើម្បីឲ្យគាត់មានជីវភាពលក្ខខណ្ឌការងារសមរម្យល្អហើយនិងប្រាក់ឈ្នួលសមរម្យប្រហែលចំណុចដែរថ្ងៃនេះដែលបងនាំដឹកនាំកម្មករដើម្បីធ្វើកោតកម្មនៅថ្ងៃនេះបង
ចំណុចដែលទាមទារទាំងអស់គឺមាន14ចំណុចបាទមួយចំណុចដែលជាប់កម្មករដែលគាត់ចូលរួមនៅក្នុងការធ្វើកោតកម្មនៅថ្ងៃនេះមានចំនួនប្រមាណអ្នកដែរបងអាចនិយាយបានប្រមាណក្នុងក្រុមហ៊ុននេះមានកម្មករសរុបចំនួន6000ជាងហើយការចូលរួមរបស់កម្មករគឺអាចជា90%ពីគាត់ចូលក្រុងធ្វើបាតកម្មកោតកម្មនេះរយៈពេលប្រហែលថ្ងៃដែរបងការធ្វើកោតកម្មនេះគឺពួកខ្ញុំមិនកំណត់ពេលថ្ងៃទេគឺឲ្យតែបើសិនក្រុមហ៊ុនមិនព្រមចរចាជាមួយខាងកម្មករជាមួយដំណើរកម្មករទេពួកខ្ញុំមិនព្រមចូលធ្វើការពួកខ្ញុំនៅតែតធ្វើការកោតកម្មចុះដល់ឡែកនៅរយៈពេលមួយព្រឹកនេះថាខាងរោងចក្រគាត់មានបានចេញមកទទួលនៅការដោះស្រាយជាមួយខាងក្រុមកម្មករនៅបងមួយព្រឹកនេះខាងក្រុមហ៊ុនគាត់បានជាកម្មករនេះព្រោះយើងទៅចាប់ដើមធ្វើទឹកតែការធ្វើនេះគឺកម្មករគាត់ស្រុកគ្នាល្អដែរវាយកម្មករធ្វើកតកម្មថ្ងៃហ្នឹងព្រោះទៀមទាចាំបានប្រាក់ខែឡើងថ្លៃនឹងសុំបើកលុយបាយរៀងរាល់ថ្ងៃអាទិត្យអត់រៀងរាល់ថ្ងៃសៅរ៍ហើយទៀមទាលុយបាយថ្ងៃពុននិងពេលថ្ងៃត្រង់ចុះបើសិនជាកថាកែគាត់អត់មានដំណោះស្រាយណាមួយដោះស្រាយឲ្យកម្មករទេតើកម្មករទាំងអស់នឹងធ្វើអីទៀតបន្តបើសិនជាថៅកែមិនដំណោះស្រាយឲ្យកម្មករទាំងអស់គ្នាទេពួកកម្មករនឹងធ្វើកតកម្មរហូតតតែមានដំណោះស្រាយបានខ្ញុំបុត្រប៊ុនឈានមានទូនាទីមានងារជាអីដែរបងខ្ញុំជាមន្ត្រីដោះស្រាយវិវាទរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា CKNU ចង់សួរបងមូលហេតុអីបានកម្មករយើងកោតកម្មនៅទីនេះបាទមូលហេតុចម្បងនៃការធ្វើកោតកម្មនៅរោងចក្រនេះដោយទី1នោះគឺកម្មកររាល់ថ្ងៃដូចដឹងហើយគាត់មានប្រាក់បៀវត្សតិចរួមទាំងប្រាក់ខែតិចបំផុតតែគាត់មិនអាចទ្រទ្រង់ជីវភាពសម្រាប់ការផ្គត់ផ្គង់ជីវភាពរស់នៅចាំថ្ងៃរបស់គាត់បានឡើយនឹងចំណុច1ចំណុចទី2មានន័យថាក្រុមហ៊ុនមិនបានគោរពទៅតាមការបង្គាប់បញ្ជាសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឡើយដូច្នោះក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានសម្រេចសេចក្តីមកឲ្យក្រុមហ៊ុនអនុវត្តមករោងចក្រនេះផ្ដល់នៅអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្តតាមដូច្នោះកម្មករគាត់កើតទុកមិនសុខចិត្តដោយសារចំណុចទាំងអស់នេះដែលទើបគាត់សម្រេចចិត្តដាក់សេចក្តីជូនដំណឹងទៅក្រសួងដែលពាក់ព័ន្ធដើម្បីសម្រេចធ្វើកោតកម្មនៅថ្ងៃនេះកម្មករប្រហែលជាប្រមាណ100នាក់ដែរដែលកោតកម្មនៅក្នុងថ្ងៃនេះបាទសម្រាប់កម្មករដែលចូលរួមធ្វើកោតកម្មនៅថ្ងៃនេះគឺដោយយើងមិនអាចស្មាននៅស្ថិតិណាមួយជាក់លាក់អីប៉ុន្តែយើងអាចវិនិច្ឆ័យបានថាប្រហែលជាខ្ទង់ពាន់ឡើងនៅពេលនេះដូចយើងអាចវិនិច្ឆ័យបានដោយឃើញទាំងអស់គ្នាបាទនឹងដឹកនាំបន្តទៀតទេសម្រាប់កម្មករប្រសិនបើខាងរោងចក្រគាត់អត់មានដំណោះស្រាយនេះចេញចរចាជាការពិតណាស់យើងទាំងអស់គ្នាបានដាក់ឆន្ទៈរួមហើយដរាបណាបើគ្មានការដោះស្រាយហើយការដោះស្រាយនោះបើមិនសមស្របទៅតាមអ្វីដែលយើងចង់បាននោះសោតយើងនឹងបន្តធ្វើកោតកម្មនៅទីនេះរហូតមានដំណោះស្រាយណាមួយដ៏សមរម្យហើយជាក់លាក់សម្រាប់កម្មករនៅទីនេះ